ពេលនេះប្រកាសសច្ចកិរិយាហើយធ្វើមេត្តាចិត្តបន្តិចទៅដើម្បីផ្សាយនៅមេត្តាចិត្តនេះឲ្យដល់សពសត្វទាំងអស់ជាអ្នកមិនមានពៀនឹងគ្នាហើយឆាប់បានឲ្យប្រទេសជាតិយើងទទួលនៅសុខសន្តិភាពត្រឡប់មកវិញសូមឲ្យមានទ័ពគឺមេត្តាកាន់យកអាវុធគឺករណានេះបាញ់ដោយមុទិតាទៅឲ្យសពសត្វទាំងអស់បានសេចក្តីសុខមិនមានពីមិនមានភ័យនឹងគ្នាព្រោះមនុស្សជាតិដូចគ្នាទេប៉ុន្តែឆ្លងកាត់ការកាប់សម្លាប់គ្នាវិលទៅវិលមករកទីបញ្ចប់មិនមានទេអញ្ចឹងសូមឲ្យយើងទាំងអស់គ្នាតាំងចិត្តបន្តិចទៅណោះនាំគ្នាពេនភ្នែនបន្តិចទៅហើយបិទភ្នែកធ្វើខ្លួនឲ្យត្រង់កាន់យកអាវុធគឺមេត្តាក្នុងទីនេះឲ្យប្រទេសជាតិយើងបានដល់នៅសេចក្តីសុខសន្តិភាពណាពេនភ្នែនបន្តិចទៅហើយដាក់ដៃស្ដាំនៅលើដៃឆ្វេងជើងស្ដាំនៅលើជើងឆ្វេងតម្កល់ដងខ្លួននោះឲ្យត្រង់ហើយអធិដ្ឋានថាបិទភ្នែកទៅហើយអធិដ្ឋានថាដោយគុណានុភាពនៃព្រះរតនត្រ័យមានពុទ្ធានុភាពជាប្រធានធម្មានុភាពសង្ឃានុភាពទេពរក្សាព្រះនគរទេពរក្សាស្វេតឆ័ត្រជាទេវតាមានស័ក្តិមានយសក្នុងព្រះនគរនេះសូមអនុមោទនានៅអាវុធគឺមេត្តារបស់យើងរាល់គ្នាក្នុងវេលាឱកាសនេះបាញ់ទៅនៅគ្រាប់គឺករណាបាចសាចទៅនៅមុទិតាសូមឲ្យព្រះនគរកម្ពុជាកន្លងបងទុក្ខកន្លងបងភ័យរាល់សត្រូវជាបច្ចាមិត្តឯណាដែលកំពុងតែទន្ទ្រានឈ្លានពានផែនដីរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យខ្លោបខ្លាចហើយលែងហ៊ានប្រទុះសារាយបន្តទៅទៀតដោយមេត្តាភាវនាក្នុងទីនេះសូមឲ្យទេវានុភាពទាំងឡាយមានអានុភាពពិតប្រាកដឈុតឆាប់តាមបំណងមនុស្សរាប់រយរាប់ពាន់ក្នុងទីនេះគ្មានបំណងប្រាថ្នាយុះទេក្នុងពេលនេះគ្មានបំណងប្រាថ្នាលៀបសក្ការៈទេគ្មានបំណងប្រាថ្នាទ្រព្យអ្វីក្រៅអំពីសន្តិភាពទេគ្រប់គ្នាមានបំណងតែមួយគត់សូមឲ្យប្រទេសជាតិបាននូវសន្តិភាពសូមកបនៅដោយមេត្តាមេត្តាតែងកំចាត់បងនៅព្យាបាទទាំងឡាយករណាតែងបំបត្តិនៅហិង្សាទាំងឡាយមុទិតាតែងបំបត្តិនៅវិរតិទាំងឡាយឧបេក្ខាតែងលះបង់នៅរាគៈនិមិត្តទាំងឡាយចឹងបំណងរបស់យើងទាំងអស់គ្នាក្នុងទីនេះ
អតិថានជាធ្លុងមួយដោយសូមឲ្យប្រទេសកម្ពុជាបាននៅសុខសន្តិភាពសូមឲ្យវីរៈកងទ័ពដែលកំពុងតែការពារដែនអធិបតេយ្យភាពទឹកដីនោះបាននៅសុខសុវត្ថិភាពសូមឲ្យកងទ័ពយុទ្ធជនយុទ្ធមិត្តអ្នកដែលពលីក្នុងភ្លើងសង្គ្រាមទាំងអំបាលមាននោះសូមទៅកើតក្នុងសុគតិភពដោយបុណ្យរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យយើងតាំងចិត្តឲ្យស្ងប់ហើយបញ្ជូនមេត្តាចិត្តនឹងក្នុងរយៈកាល3នាទី